สุดไอ้เราเนี่ยมันไปมาจากทีมไทยจุกช่องไฟนิกช่องมังหานตรงเนี้ยปีระเบียบรีเซ็ตการประดับพาสเวิร์ดโฮมสกรีนในเลย Android ปฏิหารท่าโทรศัพท์ Android របស់លោកអ្នកត្រូវបានคลิกលេខសម្ងាត់ដូចជាទូរស័ព្ទនេះអញ្ចឹងបន្ទាប់ពីយើងដាក់លេខសម្ងាត់ហើយយើងคลิกលេខសម្ងាត់យើងមិនអាចចូលទៅប្រើបានទេយើងអាចធ្វើវាបានឡើងវិញក៏ប៉ុន្តែយើងត្រូវការ reset ចំពោះការ reset លោកអ្នកត្រូវប្រកាសថាមាន memory card នៅលើទូរស័ព្ទដែរនឹងឬអត់បើសិនបើមានហើយមានឯកសារជលអស់លោកអ្នកដកឯកសារនឹងចេញដក memory នឹងចេញតែម្ដងជាវាងការដែល format ទៅអាចលោកអ្នក format ដោយទាំង memory ដែលមានឯកសារនៅក្នុងនោះហើយចំពោះការ reset នេះគឺយើងលុបឯកសារចេញទាំងអស់អំពីទូរស័ព្ទនេះក៏ប៉ុន្តែយើងអាចយកទៅមកប្រើវិញបានដោយផ្ដាច់ password ចេញទាំងអស់ដើម្បី reset វាហើយនឹងផ្ដាច់ password នេះត្រឡប់មកវិញនឹងយកមកប្រើមកវិញបានពេលដែលយើងចុចអានេះយើងត្រូវចុចបិទទូរស័ព្ទក៏ប៉ុន្តែពេលខ្លះបើសិនជាប្រិមិត្តអាចនឹងចុច real password ច្រើនពេកខុសច្រើនដងវានឹងអាចកាំងយើងចុចអីក៏លេងបានដែរហើយយើងចុច power បិទក៏បិទបានទៀតអញ្ចឹងបើសិនជាមិនអាចបិទបាននេះលោកអ្នកត្រូវតែដោះថ្មចេញតែម្ដងគឺយើងដោះថ្មចេញឲ្យលុយសាច់នេះហើយដាក់ថ្មចូលវិញតទៅពេលរលត់ឈឹងបែបនេះចុច power និង home សកត់ volume both សកត់ទាំង3បើសំទោសគឺ volume both power និង home សកត់ទាំង3នឹងរួមគ្នាតមកចេញបែបនេះយើងដកដៃចេញបាទរើសឲ្យចេញបែបនេះសូមប្រិមិត្តមើលតាមខ្ញុំ select volume ដកចុះមកក្រោម select ឲ្យចំពាក្យថា apply បាទសំទោសគឺពាក្យ with data factory reset តមកចុច power បន្តមកទៀតយើងចុច volume ដកចុះមកក្រោមឲ្យចំពាក្យ yes delete all user data បន្តមកយើងចុច power បន្តមកទៀតយើង select នៅពាក្យខាងលើគេដាក់ពាក្យថា reboot system now បន្តមកយើងចុចឲ្យចំប៊ូតុង power តែជាយើងរងចាំវានឹងធ្វើការ reset ដើម្បីផ្ដាច់ password ទាំងអស់នោះបន្តមកយើង set up វាឡើងវិញកន្លែងជ្រើសរើសភាសាចុច nextបាទនេះយើងអាចត្រឡប់មកប្រើទូរស័ព្ទនេះវិញបានដោយលេងមានជាប់ password ដូចមុនទៀតហើយបាទអរគុណសម្រាប់ការទស្សនា